សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលវីដេអូដែលការពីពួកយើងទៅលេងអង្គរវត្តនៅខេត្តសៀមរាបចាក្តីសម័យខ្ញុំគឺចង់ទៅលេងសៀមរាបចង់ទៅតែងឈុតបុរាណបែបនេះយូរហើយបន្ទាប់ពីយើងតែងហើយយើងហៅកង់3ជិះទៅអង្គរវត្តព្រោះកន្លែងដែលយើងតែងនឹងនៅឆ្ងាយពីអង្គរវត្តប៉ុន្តែកន្លែងគាត់គឺតែងស្រស់ស្អាតមែនទែនហើយតម្លៃធូរថ្លៃសមរម្យទៀតបងប្អូនទាំងអស់គ្នាបន្ទាប់មកពួកយើងបានទៅដល់មុខក្លោងទ្វារចូលទៅអង្គរវត្តហើយនេះជាសកម្មភាពដែលពួកយើងដើរទៅឃើញថាមានបងប្អូនខ្មែរយើងទៅលេងច្រើនមែនតើចាសម្រាប់ពូនៅខាងមុខនាងខ្ញុំហ្នឹងគឺពួកគាត់ជាកាយចំណាំជាកាយតែបរទេសតែគាត់មកពួកគាត់តែងតែប្រាប់កន្លែងនេះមិនចេះកន្លែងនោះចោះអញ្ចឹងណាបងប្អូនទាំងអស់គ្នាសំខាន់គឺឈុតនេះខ្ញុំឲ្យខ្លួនឯង10 លើ 10ហ្មងអត់មានអ្នកសរសើរគឺខ្ញុំសរសើរខ្លួនឯងព្រោះអីខ្ញុំស្រឡាញ់ឈុតបុរាណនឹងមែនតែនចូលទៅដល់ខ្លោងទ្វារគឺពួកយើងអាចបានថតទេបងប្អូនទាំងអស់គ្នាហើយនេះគឺជាគ្រួសាររបស់ខ្ញុំចាមើលរូបរាងគាត់ទៅចាពិតជាស្រស់សង្ហាមែនទែននៅពេលដែលបានដើរលេងបន្ទាប់មកគឺគាត់ថតឲ្យខ្ញុំម្ដងព្រោះយើងទៅតែ2នាក់យើងជួយថតតែគ្នាទៅវិញទៅមកអញ្ចឹងហើយអ្វីដែលសំខាន់នេះគឺពួកយើងទៅខ្ទង់ម៉ោងថ្ងៃហើយបងប្អូនទាំងអស់គ្នានៅក្នុងខ្ទង់ម៉ោងថ្ងៃហ្នឹងគឺមេឃពោពេញទៅដោយកម្ដៅថ្ងៃមែនតើហើយអ្វីដែលខ្ញុំសប្បាយចិត្តបំផុតនោះគឺមានជនជាតិបរទេសដែលគាត់បានថតពីអ្នកខ្ញុំចានេះគឺជាជនបរទេសដែលគាត់បានថតខ្ញុំពិតជារំភើបមែនតើហើយនៅពេលដែលខ្ញុំរំភើបគឺប្តីខ្ញុំទឹកមុខប្តីខ្ញុំចាទឹកមុខនេះគឺទឹកមុខបែបលក្ខណៈថាមេឃក្តៅខ្លាំងក្តៅខ្លាំងមែនតើហើយនេះគូពូដែលគាត់ថតឲ្យពួកយើងគឺគាត់យកតែមកប៉ោះតែ2000ទេហើយមើលទឹកដៃគាត់ថតគឺឲ្យ10 លើ 10ហ្មងមកប៉ោះតែ2000ទេគឺគាត់ថតស្អាតមែនតើចាបន្ទាប់ពីយើងថតរូបហើយយើងក៏ហៅកង់3ទៅហាងកាហ្វេមួយដែលគ្រួសាររបស់ខ្ញុំគាត់ស្គាល់ហាងកាហ្វេហ្នឹងគឺស្រស់ស្អាតមែនតើហើយគ្រួសាររបស់ខ្ញុំគាត់ដឹងថាខ្ញុំចូលចិត្តកន្លែងថតរូបហើយហាងកាហ្វេមួយហ្នឹងមិនមែនលក់តែកាហ្វេទេបងប្អូនទាំងគ្នាគឺគេមានអាហារថ្ងៃត្រង់ឲ្យយើងញ៉ាំទៀតចាឥឡូវនេះគឺពួកយើងបានមកដល់ទីតាំងហ្នឹងហើយសំខាន់គឺបាយនៅកន្លែងហ្នឹងគឺឆ្ងាញ់មែនតើខ្ញុំបានហៅបាយឆាឡុកឡាហើយនឹងតរិញរបស់ខ្ញុំសម្រាប់គ្រួសារខ្ញុំគាត់ញ៉ាំបាយឆ្អឹងចានីហើយមើលអំពូមីងនៅខាងក្រៅចាយើងញ៉ាំហើយយើងមកមើលទេសភាពនៅហាងខាងក្រៅម្ដងគឺស្អាតមែនតើហើយគ្រួសាររបស់ខ្ញុំគាត់ចូលចិត្តណារឿងទេសភាពដើមឈើខ្ពស់មេឃខៀវខ្ចីអីចឹងគឺគាត់ចូលចិត្តមែនតើហើយសំខាន់ណានៅក្នុងហាងកាហ្វេមួយហ្នឹងគឺថាទីធ្លាធំមែនតើហើយ2នាក់ខ្ញុំនឹងដើរអត់អស់ទេចានៅខាងក្រោយនៅខាងនោះទៀតគឺ2នាក់ខ្ញុំដើរអត់អស់ហ្មងបន្ទាប់ពីយើងដើរអង្គរវត្តហត់ហើយយើងមករកអីញ៉ាំហើយតិចហើយនៅមកដើរកន្លែងថតរូបនេះទៀតគឺថាហាងគឺគេធំមែនតើហើយគ្រួសាររបស់ខ្ញុំគាត់ចូលចិត្តណាគឺចូលចិត្តថតបែបបែបស្ងប់ស្ងាត់ទេសភាពស្ងប់ស្ងាត់ដើមឈើគាត់ថតទឹកថតអីចឹងគឺគាត់ចូលចិត្តថតមែនតើឥឡូវបងអូនមើលទេសភាពដែលគ្រួសាររបស់ខ្ញុំថតទៅគឺហាងកាហ្វេហ្នឹងគឺសម្រាប់បងប្អូនដែលគាត់ចូលចិត្តបែបដើមឈើធម្មជាតិខៀវខ្ចីអីចឹងបែបកន្លែងស្ងប់ស្ងាត់ហើយមានទឹកហូរទឹកធ្លាក់មានចិញ្ចឹមត្រីអីចឹងគឺបងប្អូនទាំងអស់គ្នាគឺទៅកន្លែងហ្នឹងគឺរីឡិចហ្មងគឺអត់ខកបំណងទេទាំងកាហ្វេទាំងអាហារញ៉ាំអីគឺតម្លៃសមរម្យមែនតើនៅខេត្តសៀមរាបមួយគឺរបស់ញ៉ាំគឺខ្ញុំហ៊ាននិយាយថាធូរថ្លៃបំផុតតែសារនេះខ្ញុំហ៊ាននិយាយថាធូរថ្លៃហ្នឹងគឺនាងខ្ញុំបានទៅ2 ដងហើយកន្លែងដែលនាងខ្ញុំទៅ2 ដងហ្នឹងគឺខ្ញុំបានកក់បន្ទប់តម្លៃសមរម្យមែនតើនៅជិត Pop Street ហ្នឹងតែមួយយប់តែ$17ទេហើយរបស់ដែលពួកយើងញ៉ាំហ្នឹងគឺញ៉ាំបែបសាមញ្ញហើយឥឡូវវីដេអូកន្លែងនេះគឺអត់មានអីនិយាយទេគឺក្រៅពីឲ្យបងអូនមើលផ្ទះម៉ូតផ្ទះនេះហើយនឹងទេសភាពដែលគ្រួសារខ្ញុំថតហ្នឹងទៅគឺគាត់ចូលចិត្តមែនតើខាងកន្លែងបឹងកន្លែងទេសភាពកន្លែងដើមឈើអីចឹងគឺគាត់ថតតែគាត់អត់សូវថតខ្ញុំទេឥឡូវបងអូនមកមើលទឹកហូរកន្លែងនេះអាហ្នឹងគាត់ចូលចិត្តថតមែនតើកន្លែងនេះខ្ញុំអត់សុំនិយាយអីទេឲ្យបងអូនមើលទេសភាពហ្មងទៅព្រោះថាគ្រួសារខ្ញុំមិនដឹងថាមិនទេគឺគាត់ថតទេសភាពយកហ្មងអត់សូវថតខ្ញុំទេចាឥឡូវគឺគាត់ទៅថតផ្កានេះឲ្យមើលតើឲ្យខ្ញុំនិយាយថាមិនទៅផ្កានេះគឺដូចផ្កាតយងចេកមែនតើចាបន្ទាប់មកមានកន្លែងទឹកធ្លាក់មួយទៀតចាំកន្លែងនេះខ្ញុំនឹងដាក់សលេងឲ្យបងអូនស្ដាប់ចាបងប្អូនទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់សំឡេងទឹកធ្លាក់ហើយតើបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាចង់ទៅដើរលេងដែរទេចាចានិយាយលេងទេបងប្អូនឥឡូវគ្រួសាររបស់ខ្ញុំមិនដឹងជាយ៉ាងម៉េចទេគឺចូលចិត្តថតទេសភាពចាំមែនតើតែអ្វីដែលសោកស្ដាយគឺកន្លែងដែលពួកខ្ញុំដើរចូលទៅនេះគឺកាត់ផ្លូវដើរចូលហ្នឹងទៅជានៅខាងក្រោយវីដេអូវិញឥឡូវបងប្អូនចាំមើលលេងសិនណា
ឃើញផ្លូវដើរចូលអត់បងប្អូនគឺថាស្អាតមែនតើហើយគេរៀបចំកន្លែងនេះកន្លែងបាញ់ទឹកនេះគឺផ្សែងទឹកអាហ្នឹងគេហៅផ្សែងទឹកអូថតកន្លែងហ្នឹងស្អាតណាស់ស្អីៗគ្នាយើងគឺថតកន្លែងស្អាតមែនតើសំខាន់ណាស់បងប្អូនទាំងអស់គ្នាហាងកាហ្វេហ្នឹងគឺធំមែនតើធំខ្លាំងពីអ្នកខ្ញុំដើរអត់អស់ទេហើយស្ដាយមែនតើកន្លែងនេះគឺកន្លែងច្រកដែលពួកយើងចូលមកដល់ហើយតែបែរជាពួកយើងខ្ញុំកាត់វីដេអូហ្នឹងទៅជាក្រោយវិញឥឡូវបងអូនមើលតាមហ្នឹងណាបងអូនឃើញអត់នេះផ្លូវចូលគឺដើមឈើពោពេញទៅដោយពណ៌ខៀវខ្ចីមែនតើហើយខ្ពស់ទៀតហើយទៅជាចិត្តទៅជាកាយមែនតើពេលតែបានទៅដល់ហាងកាហ្វេមួយហ្នឹងហើយនេះមើលរូបរាងដំណើរនេះខ្ញុំពីក្រោយទៅចាគ្មានបានមើលអីទេគឺគ្រួសាររបស់ខ្ញុំគឺគាត់ចូលចិត្តថតទេសភាពយកហ្មងឥឡូវមើលអ្នកគាត់ថតដើមឈើហើយផ្កាឲ្យបងប្អូនទាំងអស់គ្នាមើលហើយឥឡូវយើងមកដល់ខាងក្នុងហើយនេះអូយកន្លែងហ្នឹងគឺធំទូលាយមែនតើហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូដែលវល់របស់នាងខ្ញុំអរគុណច្រើនជម្រាបលាណាចាបាយ